ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសសូមស្វាគមន៍មកកាន់ SRR Days ហើយថ្ងៃនេះដែរនាងខ្ញុំសូមពំនាំនៅវីដេអូនៃដំណើរកំសាន្តជាលក្ខណៈគ្រួសាររបស់នាងខ្ញុំទៅកាន់ទឹកដីខេត្តកំពតក៏ដូចជាខេត្តកែបផងដែរចាសម្រាប់វីដេអូនេះគឺតាំងពីឆ្នាំ2024ចាការប្រជុំហ្នឹងចាហើយនឹងឆ្នាំ2025កាលថ្ងៃចូលឆ្នាំខ្មែរប៉ុន្តែដោយសារតែវីដេអូមានលក្ខណៈវែងពេកអញ្ចឹងនាងខ្ញុំក៏សូមកាត់រួមបញ្ចូលជាមួយនឹងវីដេអូក្នុងនេះតែម្ដងចាហើយសម្រាប់អ្វីដែលយើងបានទៅលេងដំបងហ្នឹងគឺកន្លែងគេហៅថាសេះសមុទ្រអញ្ចឹងពុកម៉ែបងប្អូនប៉ុន្តែគាត់ថាទៅមើលឲ្យបានយូរដោយសារតែវាក្តៅខ្លាំងពេកអញ្ចឹងយើងក៏បន្តតាណាទៅខេត្តកែបចាទៅខេត្តកែបដើម្បីរកទៅទិញគ្រឿងសមុទ្រទិញអីហូបជុំគ្នាអញ្ចឹងណាជាលក្ខណៈគ្រួសាររបស់នាងខ្ញុំចាហើយអ្វីដែលនាងខ្ញុំចាប់អារម្មណ៍គឺផ្លូវដែលយើងត្រូវធ្វើដំណើរទៅខេត្តកែបហ្នឹងគឺស្អាតណាស់ពុកម៉ែបងប្អូនគឺឃើញដើមឈើនិយាយទៅនាងខ្ញុំចាប់អារម្មណ៍ទីមួយតកតងជាមួយនឹងធម្មជាតិជាមួយនឹងទឹកសមុទ្រចឹងពុកម៉ែបងប្អូនឃើញហើយលក្ខណៈថាស្រស់ស្រាយចឹងបើសិនជាលក្ខណៈថាយើងកំពុងមានបញ្ហា stress អីចឹងអត់សុបាយចិត្តអីចឹងយើងអាចថាទៅលំហែកាយនៅមាត់សមុទ្រអីចឹងទៅចាហើយនេះគឺជាម្ហូបអាហារថ្ងៃត្រង់សម្រាប់ហូបជុំជាមួយគ្រួសាររបស់នាងខ្ញុំចឹងណាចាហើយយើងក៏បានទៅផ្សារក្តាមដើម្បីទៅទិញគ្រឿងសមុទ្របន្ថែមសម្រាប់យើងយកទៅផ្ទះវិញអញ្ចឹងពុកម៉ែបងប្អូនចាហើយដោយសារតែឃើញគ្រឿងសមុទ្រស្រស់ពុកម៉ែបងប្អូនតែនាងខ្ញុំគិតថាតម្លៃវារៀងអាចនឹងថ្លៃបន្តិចដែរចាប៉ុន្តែគាត់ថាដោយសារតែយើងឃើញសភាពជាក់ស្ដែងឃើញវាស្រស់នៅរស់រវើកអញ្ចឹងយើងគិតថាទោះបីវាមានតម្លៃរៀងថ្លៃប៉ុន្តែយើងអាចថាហូបទៅយើងគិតពីសុខភាពរបស់យើងដែរអញ្ចឹងណាពុកម៉ែបងប្អូនพอได้เขาใส่เหมือนใส่ก็ได้มั้งចាអញ្ចឹងវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកជូនពុកម៉ែបងប្អូនទស្សនាអញ្ចឹងណាគាត់ថាយើងអាចឆ្លៀតពេលខ្លះដើម្បីទៅសម្រាប់រំហែខួរក្បាលរបស់យើងទៅកន្លែងណាដែលយើងចូលចិត្តអញ្ចឹងពុកម៉ែបងប្អូនចាអញ្ចឹងនាងខ្ញុំសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាក៏ដូចជាចូលចិត្តនៅវីដេអូរបស់នាងខ្ញុំចាអរគុណច្រើនជម្រាបលាបាយបាយ